នៅវេលាព្រឹកថ្ងៃច័ន្ទទី20ខែកក្កដាឆ្នាំ2026សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យគណៈប្រតិភូវិនិយោគិនកូរ៉េដែលដឹកនាំដោយឯកឧត្តមគឹមចាងយុងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជានិងសម្របសម្រួលដោយសភាពាណិជ្ជកម្មកូរ៉េប្រចាំកម្ពុជា Co-Chem និង World Bridge Group ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារនៅវិមានសន្តិភាពក្នុងឱកាសនៃជំនួបឯកឧត្តមឯកអគ្គរដ្ឋទូតកូរ៉េបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរកូរ៉េកម្ពុជាដែលបានឈានដល់កម្រិតដៃគូយុទ្ធសាស្ត្រមានតំណាងក្រុមហ៊ុនចំនួន15មកពីវិស័យគន្លឹះដូចជាយានយន្តអេឡិចត្រូនិកវាយនភ័ណ្ឌការចែកចាយនូវម្ហូបអាហារហិរញ្ញវត្ថុនិងធនាគារសំណង់ព្រមទាំងការកំសាន្តនិងវប្បធម៌ក្នុងចំណោមក្រុមហ៊ុនទាំង15មានក្រុមហ៊ុនចំនួន7កំពុងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជានិង6ក្រុមហ៊ុនទៀតកំពុងវិនិយោគនៅប្រទេសវៀតណាមដែលមានចំណាប់អារម្មណ៍ខ្ពស់ក្នុងការពង្រីកមូលដ្ឋានផលិតកម្មរបស់ខ្លួនមកកាន់កម្ពុជាជាការឆ្លើយតបសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូវិនិយោគិនកូរ៉េសម្ដេចបវរធិបតីបានបញ្ជាក់ថានៅឆ្នាំក្រោយជាខួបលើកទី30នៃការបង្កើតទំនាក់ទំនងការទូតឡើងវិញរវាងប្រទេសទាំងពីររយៈពេលជិត3ទសវត្សរ៍នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជាសាធារណរដ្ឋកូរ៉េនេះទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរមានភាពរីកចម្រើនយ៉ាងខ្លាំងលើគ្រប់វិស័យជាពិសេសវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៅវេលាព្រឹកថ្ងៃអង្គារទី21ខែកក្កដាឆ្នាំ2026សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យ South East Asia នៅខេត្តសៀមរាបថ្លែងក្នុងពិធីនេះសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានសម្ដែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំយុវជននិងកីឡាព្រមទាំងសាកលវិទ្យាល័យដែលមានចក្ខុវិស័យវែងឆ្ងាយក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីកសាងមូលធនមនុស្សសម្ដេចបវរធិបតីបានបញ្ជាក់ថាអត្ថន័យនៃការអប់រំជាទ្រព្យដែលមិនអាចបាត់បង់បានហើយសមិទ្ធផលនាថ្ងៃនេះជាផ្លែផ្ការួមគ្នារវាងនិស្សិតអាណាព្យាបាលសាស្ត្រាចារ្យនិងគណៈគ្រប់គ្រងសាលាដែលឆ្លុះបញ្ចាំងពីការកើនឡើងនៃធនធានមនុស្សប្រកបដោយគុណវុឌ្ឍិព្រមទាំងជំរុញការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិប្រកបដោយចីរភាពក៏ដូចជាបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងបរិបទសកលភាវូពាណិជ្ជកម្មនិងបច្ចេកវិទ្យាសិប្បនិម្មិត AI នៅវេលាព្រឹកថ្ងៃអង្គារទី22ខែកក្កដាឆ្នាំ2026សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យគណៈប្រតិភូវិនិយោគិនដែលដឹកនាំដោយឯកឧត្តមឯកអគ្គរដ្ឋទូតចូលនិវត្តន៍ Brian D. McFitter ប្រធាននិងជានាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិកអាស៊ាន USABC និងគណៈប្រតិភូចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារនៅវិមានសន្តិភាពគណៈប្រតិភូ USABC មានបណ្ដាក្រុមហ៊ុនវិនិយោគក្នុងវិស័យសក្តានុពលរួមមានវិស័យយានយន្តគ្រឿងយន្តកសិកម្មសុខាភិបាលធម្មពលឱសថកែច្នៃចំណីអាហារលក់រាយក៏ដូចជាធនាគារនិងហិរញ្ញវត្ថុក្នុងឱកាសនៃជំនួបគណៈប្រតិភូ USABC បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងការគាំទ្រនិងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជានិងសហរដ្ឋអាមេរិកដោយបានគូបញ្ជាក់ថាទំនាក់ទំនងនៃប្រទេសទាំងពីរស្ថិតនៅលើមាគ៌ានិងទិសដៅយ៉ាងត្រឹមត្រូវជាមួយគ្នានេះបណ្ដាក្រុមហ៊ុននៃគណៈប្រតិភូ USABC ដែលកំពុងវិនិយោគនៅកម្ពុជាក៏បានបញ្ជាក់សារជាថ្មីអំពីការបន្តពង្រឹងភាពជាដៃគូឲ្យកាន់តែជិតស្និទ្ធនិងរឹងមាំជាមួយកម្ពុជាបន្ថែមទៀតដើម្បីបន្តចូលរួមចំណែកដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជាជាការឆ្លើយតបសម្ដេចបវរធិបតីបានសម្ដែងនូវការអរគុណចំពោះបណ្ដាក្រុមហ៊ុនវិនិយោគអាមេរិកដែលបានជឿជាក់និងទុកចិត្តក្នុងការបោះទុនវិនិយោគនៅកម្ពុជាដែលការនេះមិនត្រឹមតែបានចូលរួមចំណែកដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានចូលរួមចំណែកដល់ការពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើនថែមទៀតនៅវេលាព្រឹកថ្ងៃពុធទី22ខែកក្កដាឆ្នាំ2026សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យឯកឧត្តម Kash Patel នាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ FBI នៃសហរដ្ឋអាមេរិកចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារនៅវិមានសន្តិភាពក្នុងឱកាសនៃជំនួបឯកឧត្តម Kash Patel បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជាសម្រាប់កិច្ចសហប្រតិបត្តិការនិងភាពជាដៃគូយ៉ាងជិតស្និទ្ធជាមួយ FBI នាពេលកន្លងមកទន្ទឹមនេះឯកឧត្តមបានកោតសរសើរកិច្ចខិតខំប្រឹងប្រែងនិងប្រតិបត្តិការរបស់កម្ពុជាក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឯកឧត្តមនាយក FBI បានគូបញ្ជាក់ថាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមិនមែនជាបញ្ហាដាច់ដោយឡែករបស់ប្រទេសណាមួយឡើយក្នុងន័យនេះឯកឧត្តមបានសង្កត់ធ្ងន់ថាគន្លឹះដ៏សំខាន់ក្នុងការដោះស្រាយបញ្ហានេះគឺការបដិញ្ញាចិត្តនិងកិច្ចសហប្រតិបត្តិការតំបន់និងសកលលោកដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះជំនួសឲ្យការដាក់បន្ទុកលើគ្នាទៅវិញទៅមក
បន្ថែមលើនេះឯកឧត្តមបានបញ្ជាក់ពីការបដិញ្ញាចិត្តយ៉ាងមុតមមរបស់សហរដ្ឋអាមេរិកក្នុងការបន្តកិច្ចសហប្រតិបត្តិការគាំទ្រនិងធ្វើការជាដៃគូជាមួយស្ថាប័នអនុវត្តច្បាប់របស់កម្ពុជាព្រមទាំងបានបង្ហាញសោតិធិនិយមថាទំនាក់ទំនងសហរដ្ឋអាមេរិកកម្ពុជានឹងបន្តរីកចម្រើនកាន់តែខ្លាំងក្លាថែមទៀតជាការឆ្លើយតបសម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពវិជ្ជមាននៃទំនាក់ទំនងកម្ពុជាសហរដ្ឋអាមេរិកលើវិស័យជាច្រើនរួមមានសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគការពារជាតិនិងសន្តិសុខជាដើមសម្ដេចបវរធិបតីបានបញ្ជាក់ថាប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការល្អប្រសើរក្នុងវិស័យសន្តិសុខព្រមទាំងបានបញ្ជាក់ជាថ្មីនៅការបដិញ្ញាចិត្តរបស់កម្ពុជាក្នុងការបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិកដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនការជួញដូរគ្រឿងញៀននិងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាសម្ដេចបវរធិបតីបានជម្រាបបន្ថែមថាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅខែកញ្ញាឆ្នាំ2026ដើម្បីរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការដោះស្រាយបញ្ហាប្រឈមតំបន់និងសកលលោកនៅវេលារសៀលថ្ងៃពុធទី22ខែកក្កដាឆ្នាំ2026សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យឯកឧត្តមអ៊ូអ៊ីណូអាត់ស៊ូស៊ីឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជាចូលជួបសម្ដែងការគួរសមនិងជម្រាបលានៅវិមានសន្តិភាពក្នុងឱកាសដែលឯកឧត្តមបញ្ចប់បេសកកម្មការទូតនៅកម្ពុជាក្នុងឱកាសនៃជំនួបឯកឧត្តមឯកអគ្គរដ្ឋទូតបានសម្ដែងនូវការវាយតម្លៃខ្ពស់និងក្តីសោមនស្សរីករាយចំពោះភាពរីកចម្រើនឥតឈប់ឈរនៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរជាមួយគ្នានេះឯកឧត្តមបានអះអាងថាជប៉ុននឹងនៅតែបន្តផ្ដល់ការគាំទ្រនិងសហប្រតិបត្តិការជាមួយកម្ពុជាដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគីឲ្យកាន់តែរឹងមាំនិងរីកចម្រើនបន្ថែមទៀតជាការឆ្លើយតបសម្ដេចបវរធិបតីបានអបអរសាទរចំពោះឯកឧត្តមឯកអគ្គរដ្ឋទូតដែលបានបញ្ចប់បេសកកម្មការទូតដោយជោគជ័យនៅកម្ពុជាសម្ដេចបវរធិបតីក៏បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកយ៉ាងសកម្មរបស់ឯកឧត្តមក្នុងការជំរុញនិងលើកកម្ពស់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការកម្ពុជាជប៉ុននៅវេលាព្រឹកថ្ងៃសុក្រទី24ខែកក្កដាឆ្នាំ2026សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដើម្បីពិភាក្សានិងឆ្លងលើរបៀបវារៈចំនួន3 1សេចក្តីព្រាងរបាយការណ៍ស្តីពីការតាមដាននិងត្រួតពិនិត្យប្រចាំឆ្នាំ2025នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភា 2. របាយការណ៍វឌ្ឍនភាពនៃវិស័យធនធានទឹកនិងវិធានការត្រៀមលក្ខណៈឆ្លើយតបបាតុភូត El Niño 3. របាយការណ៍វឌ្ឍនភាពនៃការអនុវត្តយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams នៅវេលាព្រឹកថ្ងៃសុក្រទី24ខែកក្កដាឆ្នាំ2026សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញផ្ដល់កិច្ចសម្ភាសន៍ជាមួយស្ថាប័នទូរទស្សន៍ Bloomberg ទាក់ទងនឹងប្រធានបទសំខាន់ៗនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាលើការដោះស្រាយបញ្ហាព្រំដែនការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams និងការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជាជាដើមនៅវេលាព្រឹកថ្ងៃសៅរ៍ទី25ខែកក្កដាឆ្នាំ2026សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតអនុប្រធានគណៈបកប្រជាជនកម្ពុជាបានអញ្ជើញដល់ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃយុវជនគណៈបកប្រជាជនកម្ពុជាថ្នាក់កណ្ដាលនៅវិមាន7មករា